នេះមកដល់កន្លែងស្ថាគារសម្អាតអាងមុជទឹកម៉ោង1កន្លះហ្នឹងហើយដល់ពេលយើងមកដល់កន្លែងស្ថាគារចឹងហើយយើងយកម៉ាស៊ីនសម្អាតឬមួយ robot ហ្នឹងយកទៅដាក់នៅកន្លែងស្រះទឹកហ្នឹងហើយ robot នេះពីមុនមកមាន2គ្រឿងហ្នឹងហើយផុសក្រុមហ៊ុនដែលគេឲ្យខ្ចីមកមួយគ្រឿងហើយរបស់កន្លែងស្ថាគាររោងរ៉ែមហ្នឹងគេទិញមកឲ្យយើងទុកប្រើមួយគ្រឿងមាន2ប៉ុន្តែឥឡូវហ្នឹងសល់តែមួយទេហ្នឹងហើយមួយមួយគ្រឿងទៀតគេយកទៅវិញបាត់ហើយហ្នឹងហើយចាំមើលអាងមួយទឹកដែលយើងមើលថែឲ្យសម្អាតជាប្រចាំរាល់ថ្ងៃហ្នឹងវាធំប៉ុណ្ណាដែរហ្នឹងហើយសម្រាប់អាងមួយទឹកនៅកន្លែងស្ថាគារមួយនេះមាន2អាងហ្នឹងហើយអាងមួយទឹកនៅខាងលើមួយនៅខាងក្រោមមួយហ្នឹងហើយខាងលើហ្នឹងអាងរាងធំហ្នឹងហើយតែខាងក្រោមហ្នឹងអាងទូចហ្នឹងហើយកន្លែងនេះមានអាងមួយហ្នឹងហើយអាងមួយទឹកហ្នឹងមកគួរសមដែរហ្នឹងហើយនៅខាងលើក៏មានមួយទៀតដែរហ្នឹងហើយធំហើយរាងវែងហ្នឹងហើយវាមិនមែន4ជ្រុងវាធ្វើក្លិកក្លាក់អញ្ចឹងហ្នឹងហើយធ្វើដូចរបៀបទឹកហូរទឹកអូអញ្ចឹងហ្នឹងហើយនេះជប់ឡើងអញ្ចឹងមើលអត់សូវជាឃើញច្បាស់ប្រហែលទេហ្នឹងហើយឃើញតែព្រិលហ្នឹងហើយពីព្រោះថាអត់បានបើកភ្លើងនៅក្នុងកន្លែងអាងទឹកហ្នឹងបើថាបើកភ្លើងទៅមើលឃើញស្អាតហ្មងហ្នឹងហើយយប់ឡើងឃើញតែកន្លែងភ្លើងតាមសួនស្បាទេណាហើយនៅខាងមុខនោះជាមាត់សមុទ្រហ្នឹងហើយស្ថាគារនេះផ្ទះសំណាក់នេះនៅកន្លែងជាប់នឹងមាត់សមុទ្រតែម្ដងហ្នឹងដើរខ្ទង់ជាអត់បាន10ម៉ែត្រល្អទេក៏ដល់មាត់សមុទ្រដែរអ្នកអស់គ្នាហ្នឹងហើយនៅកន្លែងនេះទីធ្លាឆ្ងាត់ជ្រាបយប់ឡើងហ្នឹងហើយឆ្ងាត់មែនតើហ្នឹងហើយនេះយើងក៏យកrobotយើងយកទៅកន្លែងដាក់នៅជាប់កន្លែងមាត់អាងទឹកហើយចាំយើងដោតភ្លើងបលែង robot ទុកឲ្យវាធ្វើការរបស់វាហ្នឹងហើយ robot នេះទិញមកបានខ្ទង់ជាមួយខែជាងហើយហ្នឹងហើយទិញមកខែ12ហ្នឹងហើយខែ10ខែពាក់ខែពាក់កណ្ដាលខែ11ហ្នឹងហើយពាក់កណ្ដាលខែ11នេះយើងក៏ប្រើបានខ្ទង់ជាមួយខែនេះហើយយើងអត់ជាពិបាកទេ robot នេះយើងគ្រាន់តែដាក់វាក្នុងទឹកហើយយើងតខ្សែភ្លើងរបស់វាទៅហើយយើងតខ្សែភ្លើងហើយអញ្ចឹងយើងមកតាំងម៉ោងហ្នឹងហើយវាមានម៉ោងឲ្យយើងតាំងយើងចង់តាំងម៉ាននីតិឲ្យម៉ាស៊ីនហ្នឹងវាឈប់ដំណើរការអញ្ចឹងយើងតាំងបាននៅកន្លែងមុខកញ្ចក់របស់វាហ្មងមុខកន្លែងសម្រាប់ควបគុំរបស់វាហ្នឹងយើងមួលកន្លែងខ្សែភ្លើងចូលទៅហើយយើងបើកម៉ាស៊ីនទៅបើកគ្រឿងវាទៅវាដំណើរការយើងហ្នឹងហើយយើងអាងមួយទឹកនេះយើងតាំងវា2ម៉ោងហ្នឹងហើយ2ម៉ោងហើយម៉ាស៊ីនវា robot ហ្នឹងវាឈប់ដំណើរការដោយខ្លួនឯងហ្មងហ្នឹងហើយដល់ពេលវាឈប់ដំណើរការហើយចាំយើងមកប្រមូលវាយកកន្លែងពួកសម្រាមពួកអីដែលវាបឺតបានមកហ្នឹងយកទៅលាងហើយសម្អាតហើយចាំទៅកន្លែងសាខាមួយទៀតហ្នឹងហើយ